តើអ្នកទាំងគ្នាមានដឹងទេថាក្តីស្រមៃជាច្រើនត្រូវបានបោះបង់ចោលបន្ទាប់ពីពួកគាត់សម្រេចចិត្តថាមិនបន្តការសិក្សាជារៀងរាល់ឆ្នាំមានសិស្សស្រីជាច្រើនពាន់នាក់បានបោះបង់ចោលការសិក្សាក៏ព្រោះតែបញ្ហានៅក្នុងគ្រួសារមួយចំនួនបញ្ហាទី1ទាក់ទងជាមួយនឹងទំនួលខុសត្រូវនៅក្នុងក្រុមគ្រួសារភាគច្រើនសិស្សស្រីតែងតែទទួលរងបន្ទុកក្នុងការមើលថែទាំផ្ទះសម្បែងក៏ដូចជាត្រូវមើលថែទាំប្អូនៗបញ្ហាទី2ទាក់ទងជាមួយនឹងផ្នែកហិរញ្ញវត្ថុដូចដែលយើងបានដឹងថាឪពុកម្ដាយដែលនៅក្នុងតំបន់ដាច់ស្រយាលពួកគាត់មិនសូវជារកបានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ឲ្យកូនគ្រប់គ្នាបានទៅរៀនសូត្រនោះទេហើយមនុស្សស្រីមិនសូវជាមានអត្ថភាពក្នុងការទៅរៀនដូចជាកូនប្រុសបញ្ហាទី3ទាក់ទងជាមួយនឹងការរៀបការលឿនគម្រាមពីសង្គមទៅធ្វើឲ្យពួកគាត់សម្រេចចិត្តថាការរៀបការលឿនជារឿងដែលល្អពីព្រោះគេតែនិយាយថាកូនស្រីរៀនច្រើនប៉ុណ្ណាក៏នៅតែវង្វល់ចង្ក្រានមិនជុំបញ្ហាទី4ទាក់ទងជាមួយនឹងមិនសូវជាមានអ្នក support ឬក៏លើកទឹកចិត្តពួកគាត់ឲ្យយល់ដឹងឬក៏បន្តការសិក្សាទាំងនេះក៏ជាហេតុដែលនាំឲ្យពួកគាត់សម្រេចចិត្តថាបោះបង់ចោលនៅការសិក្សានេះគឺជារូបភាពដែលយើងបានចុះទៅសាកសួរអ្នកដែលគាត់សម្រេចចិត្តថាបោះបង់ចោលការសិក្សាចន្លោះអាយុរបស់ពួកគាត់ពី16ទៅ19ឆ្នាំបន្ទាប់ពីយើងបានសាកសួរគាត់រួចហើយយើងក៏បានទាញនៅបញ្ហាមួយចំនួនជាមួយនឹងភាគរយដែលនាំឲ្យគាត់សម្រេចចិត្តថាបោះបង់ចោលនៅការសិក្សាបន្ទាប់មកយើងក៏នឹកជាគំនិតថាយើងសម្រេចចិត្តថាបង្កើតជា account ឬក៏ page Facebook ក្នុងការលើកទឹកចិត្តទៅកាន់ពួកគាត់ចំពោះtarget audience ដែលយើងធ្វើការឬក៏ធ្វើ project នេះឡើងតាក់ទងជាមួយនឹងមនុស្សស្រីដែលគាត់នៅតំបន់ដែលដាច់ស្រយាលអាយុរបស់ពួកគាត់ចន្លោះពី16ទៅ19ឆ្នាំហើយនេះគឺជា page Facebook ដែលយើងបានបង្កើតឡើងដែលយើងឲ្យឈ្មោះថា Reimagine នៅក្នុងនោះក៏យើងបាន post នៅ post មួយចំនួនដែលធ្វើការលើកទឹកចិត្តទៅកាន់ពួកគាត់ក៏ដូចជាភ្ជាប់ទៅនឹង link Telegram ដែលអាចឲ្យពួកគាត់ទំនាក់ទំនងមកកាន់ពួកយើងដោយផ្ទាល់ចំពោះគុណតម្លៃនៃដែលយើងធ្វើ project នេះឡើងគឺទី1យើងចង់លើកកម្ពស់ចំណេះដឹងឲ្យពួកគាត់យល់ឲ្យបានកាន់តែច្បាស់អំពីតម្លៃនៃការសិក្សាហើយបើសិនជាគាត់បោះបង់ចោលការសិក្សាពួកគាត់នឹងត្រូវជួបនៅផលវិបាកយ៉ាងដូចម្តេចខ្លះទី2យើងចង់ធ្វើជាអ្នកលើកទឹកចិត្តទៅកាន់ពួកគាត់ដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តនៅក្នុងការបន្តការសិក្សារបស់ពួកគាត់ទៅកាន់អនាគតឲ្យកាន់តែមានភាពរុងរឿងទី3យើងចង់ឲ្យសង្គមជាតិផ្ដល់ជាការងារឬក៏ផ្ដល់ជាឱកាសទៅកាន់ពួកគាត់ក្នុងការធ្វើការងារផ្សេងៗហើយនេះគឺជា solution របស់យើងហើយយើងបាន compare ទៅនឹងក្រសួង MOEY និង USAID ហើយយើងបានផ្ដល់ទៅកាន់ពួកគាត់បានច្រើនប៉ុណ្ណាហើយនេះគឺជា partner របស់ពួកយើងទី1តកតងជាមួយនឹងក្រសួងសិទ្ធិនារីទី2តកតងជាមួយនឹងក្រសួងយុវជននិងកីឡាទី3 USAID និងទី4អង្គការ UNICEF ហើយដើម្បីជាងាយស្រួលគឺពួកយើងបានបង្ហាញនៅបញ្ហាដែលគាត់បោះបង់ចោលការសិក្សាដូចជាបញ្ហាគ្រួសារឥទ្ធិពលនៅសង្គមបញ្ហាផ្លូវចិត្តហើយផលប៉ះពាល់ដែលគាត់សម្រេចចិត្តថានឹងបោះបង់ចោលការសិក្សាពួកគាត់នឹងជួបនៅបញ្ហាមួយចំនួនដូចជាគាត់មិនសូវជាមានឱកាសនៅក្នុងការសិក្សាឬក៏មិនសូវជាមានឱកាសនៅក្នុងការធ្វើការងារធំនៅឡើយហើយទី2គឺពួកគាត់មិនសូវជាអាចរកប្រាក់ចំណូលបានច្រើនបើធៀបជាមួយនឹងអ្នកដែលគាត់អាចរៀនសូត្របានច្រើនហើយក៏ទី3ក៏អាចធ្វើឲ្យកំណើនអ្នកដែលមានភាពក្រីក្រគឺកាន់តែកើនឡើងផលប៉ះពាល់នៃសេដ្ឋកិច្ចកាន់តែអន់ថយទី4ទាក់ទងជាមួយនឹងបញ្ហា
ផ្លូវចិត្តក៏ដូចជាទី5តកតងជាមួយនឹងផលវិបាកនៃសង្គមជាតិហើយដើម្បីការពារពីការបោះបង់ចោលការសិក្សាក៏ពួកយើងសម្រេចចិត្តថាបង្កើតនៅការលើកទឹកចិត្តទៅដល់ពួកគាត់ហើយនឹងបានបើសិនជាយើងទទួលបានការឧបត្ថម្ភពីក្រសួងឬក៏អ្នកឧបត្ថម្ភនានាពួកយើងនឹងយកវាទៅប្រវាយទៅកាន់ពួកគាត់ដើម្បីឲ្យពួកគាត់នៅបន្តការសិក្សាហើយនេះគឺជា our team ដែលយើងបាន responsible ឬក៏ជា team ដែលយើងសម្រាប់បានធ្វើ project នេះឡើងនេះគឺជា reference របស់ពួកយើងហើយជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះតាំងពីដើមដល់ចប់